តារាគឺជាយុវជនក្រីក្រម្នាក់ដែលទើបទៅចាក់ចេញពីស្រុកកំណើតធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញតែម្នាក់ឯងដើម្បីស្វែងរកការងារធ្វើនៅរោងចក្រកាត់ដេរក្នុងគោលបំណងរកប្រាក់ផ្ញើទៅព្យាបាលម្ដាយចាស់ដែលកំពុងមានជំងឺប្រចាំកាយដោយសារតែមានថវិកាមកជាប់ខ្លួនតិចតួចតារាបានធ្វើដំណើរស្វែងរកបន្ទប់ជួលណាដែលមានតម្លៃថោកបំផុតក្នុងតំបន់ជាយក្រុងមួយដែលពោពេញទៅដោយរោងចក្រនិងដីឡូទុកចោលបន្ទាប់ពីដើររកពេញមួយថ្ងៃតារាក៏បានប្រទះឃើញទីតាំងផ្ទះជួលមួយកន្លែងដែលមានលក្ខណៈជាបន្ទប់តម្រៀបជួលគ្នាវែងអនឡាញម្ចាស់ផ្ទះបានប្រាប់ថានៅសល់តែបន្ទប់មួយគត់គឺបន្ទប់លេខ13ដែលស្ថិតនៅគៀនកែងចុងគេបង្អស់បន្ទប់នោះមានតម្លៃថោកជាងគេសឹងតែពាក់កណ្ដាលដោយសារតែម្ចាស់ផ្ទះយកលេសថាវាស្ថិតនៅឆ្ងាយពីផ្លូវដើរនិងនៅជាប់នឹងព្រៃត្រែងនៃដីឡូទំនេរមួយទើបមិនសូវមានអ្នកចង់ជួលនៅដោយក្តីត្រេកអរនឹងតម្លៃថោកតារាមិនបានចាប់អារម្មណ៍នឹងទឹកមុខស្លេកស្លាំងបន្តិចបន្តួចរបស់ម្ចាស់ផ្ទះឡើយគេក៏សម្រេចចិត្តរៀបចំអីវ៉ាន់មកចូលស្នាក់នៅបរិយាកាសក្នុងបន្ទប់ចុងគេនោះមានសភាពអាប់អួរខុសប្លែកពីបន្ទប់ដទៃពន្លឺព្រះអាទិត្យចាំងចូលមិនសូវដល់ធ្វើឲ្យខ្យល់អាកាសក្នុងបន្ទប់មានក្លិនផ្ដៅនិងដីសើមជាប់ជានិច្ចទោះបីជាពេលថ្ងៃត្រង់ក៏សីតុណ្ហភាពនៅទីនោះត្រជាក់ស្រេបខុសពីធម្មតាប៉ុន្តែតារាព្យាយាមគិតថាវាគឺជារឿងល្អដែលគេមិនចាំបាច់ប្រើកង្ហាល់អស់ភ្លើងច្រើនការរស់នៅពីយប់ដំបូងហាក់ដូចជាគ្មានអ្វីកើតឡើងឡើយដោយសារតែតារាធ្វើការហត់នឿយពេកពេលមកដល់បន្ទប់ក៏ងូតទឹកដេកលង់លក់បាត់ទៅប៉ុន្តែឈានចូលដល់យប់ទី3សភាពស្ងប់ស្ងាត់នៅរាត្រីនោះត្រូវបានរំខានដោយរឿងរ៉ាវដ៏អាថ៌កំបាំងមួយនៅម៉ោង3គត់រំលងអធ្រាត្រតារាបានភ្ញាក់ពីដំណេកដោយសារតែអារម្មណ៍ត្រជាក់ខុសធម្មតាដែលជ្រាបចូលកាត់ភួយដ៏ស្ដើងរបស់គេស្របពេលនោះសំឡេងគោះជញ្ជាំងមួយបានបន្លឺឡើងយឺតៗនិងរណ្ដំសំឡេងនោះលាន់ចេញពីជញ្ជាំងផ្នែកខាងចុងគ្រែដែលជាជញ្ជាំងជាប់នឹងព្រៃត្រែងខាងក្រៅមិនមែនជាជញ្ជាំងជាប់នឹងបន្ទប់អ្នកជិតខាងឡើយតារាព្យាយាមសង្ងំដេកដោយគិតក្នុងចិត្តថាប្រហែលជាមានសត្វកណ្ដុររត់បុកជញ្ជាំងឬមែកឈើបោកផ្ទប់ដោយសារខ្យល់ប៉ុន្តែនៅយប់បន្ទាប់ទៀតសំឡេងគោះនោះកាន់តែបន្លឺខ្លាំងឡើងនិងមានចង្វាក់ញាប់ជាងមុនអ្វីដែលធ្វើឲ្យគេចាប់ផ្ដើមភ័យខ្លាចនោះមានក្លិនឈ្ងុយនៃទឹកអប់រុក្ខជាតិម្យ៉ាងបានភាយចូលមកក្នុងបន្ទប់លាយឡំជាមួយនឹងក្លិនឆ្អាបដូចឈាមធ្វើឲ្យគេថប់ដង្ហើមសឹងតែដកមិនរួចក្តីភ័យរន្ធត់បានឈានចូលដល់កម្រិតកំពូលនៅរាត្រីថ្ងៃសិលមួយខណៈដែលមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រេចសំឡេងគោះជញ្ជាំងនៅម៉ោង3ភ្លឺបានប្រែជាសំឡេងវាយទង្គិចយ៉ាងខ្លាំងហាក់ដូចជាមានមនុស្សកំពុងប្រើក្បាលបោកផ្ទប់នឹងជញ្ជាំងពីខាងក្រៅយ៉ាងសាហាវតារាញ័រខ្លួនទៅត្រើកទាញភួយមករុំជុំវិញខ្លួនមិនហ៊ានសូម្បីតែដកដង្ហើមលឺរំពេចនោះអំពូលភ្លើងពងមាន់នៅក្នុងបន្ទប់បានលោតភ្លឹបភ្លែតរួចក៏រលត់ងងឹតឈឹងទ្វារបន្ទប់ទឹកដែលបិទជិតបានរបើកឡើងដោយខ្លួនឯងបន្តិចម្ដងបង្កើតបានជាសំឡេងក្រាក់គួរឲ្យព្រឺសក់ក្បាលនៅក្នុងភាពងងឹតព្រាលនៃពន្លឺភ្លេចបន្ទោលតារាបានសម្លឹងឃើញមនុស្សស្រីម្នាក់កំពុងតែវាចេញពីបន្ទប់ទឹកយ៉ាងយឺតសំដៅមកក្បែរគ្រែរបស់គេរាងកាយនោះស្លៀកពាក់រ៉ូបពណ៌សប្រឡាក់សុទ្ធតែភក់និងឈាមសក់របស់នាងវែងសើមជោកគ្របបាំងផ្ទៃមុខដែលហើមរលួយបែកទឹកខ្ទុះដៃដ៏សស្លេកសល់តែស្បែកដណ្ដប់ឆ្អឹងរបស់នាងបានលូកមកតោងកែមគ្រែដែលក្បាលរបស់នាងបានទន់កាច់ទៅម្ខាងវិញ្ញាណដ៏គួរឲ្យរន្ធត់នោះមិនបានធ្វើបាបតារាទេតែនាងបានលើកដៃចង្អុលចំទៅរកឥដ្ឋការ៉ូដែលនៅក្រោមគ្រែដែលតារាកំពុងតែដេកនោះរួចបញ្ចេញសំឡេងខ្សឹបខ្សួលយំសោកយ៉ាងវេទនាមុនពេលដែលរូបរាងរបស់នាងបានរលាយបាត់ទៅក្នុងភាពងងឹតតារាភ័យលួសព្រលឹងរហូតដល់សន្លប់បាត់ស្មារតីនៅលើគ្រែនោះតែម្ដងព្រឹកឡើងគ្រាន់តែដឹងខ្លួនភ្លាមតារាបានស្ទុះរត់ចេញពីក្នុងបន្ទប់ទាំងព្រលឹងចុងសក់ទៅស្រែកហៅម្ចាស់ផ្ទះនិងអ្នកជិតខាងឲ្យមកជួយគេបានរៀបរាប់ដំណើរទាំងអស់និងអង្វរឲ្យម្ចាស់ផ្ទះជួយកោះឥដ្ឋការ៉ូនៅក្រោមគ្រែនោះដើម្បីបញ្ជាក់ការពិតទោះបីជាត្រូវសងថ្លៃខូចខាតក៏គេព្រមដែរដោយសារតែមានការចោមរោមពីអ្នកភូមិម្ចាស់ផ្ទះក៏យល់ព្រមយកញញូមកវិបំបីឥដ្ឋការ៉ូមួយផ្ទាំងដែលហើបខុសគេនោះគ្រាន់តែឥដ្ឋរបើកឡើងក្លិនស្អុយអាសោចបានភាយចេញមកយ៉ាងខ្លាំងនៅខាងក្រោមឥដ្ឋនោះគេបានរកឃើញកូនកំបិតចុងស្រួចប្រឡាក់ទៅដោយឈាមនិងអត្តសញ្ញាណប័ណ្ណមួយសន្លឹកដែលត្រូវបានគេលាក់ទុកយ៉ាងអាថ៌កំបាំងក្រោយពីប៉ូលីសចុះមកធ្វើការស៊ើបអង្កេតទើបការពិតដ៏កំសត់មួយត្រូវបានលាតត្រដាងឡើងអត្តសញ្ញាណប័ណ្ណនោះជារបស់នារីកម្មកររោងចក្រម្នាក់
ដែលធ្លាប់ស្នាក់នៅបន្ទប់នេះកាលពី1ឆ្នាំមុនកាលនោះសង្សាររបស់នាងបានប្រាប់អ្នកជិតខាងថានាងបានរត់ចោលគេទៅតាមប្រុសថ្មីបាត់ទៅហើយប៉ុន្តែការពិតនារីអភ័ព្វនោះត្រូវបានសង្សារចិត្តខ្មៅរំលោភនិងសម្លាប់នៅក្នុងបន្ទប់បន្ទាប់មកក៏បានលាក់អាវុធនៅក្រោមឥដ្ឋការ៉ូរួចយកសាកសពនាងទៅបោះចោលកប់ក្នុងព្រៃត្រែងក្បែរជញ្ជាំងនោះដើម្បីបំបត្តិភស្តុតាងវិញ្ញាណរបស់នាងមិនអាចទៅចាប់ជាតិបានទេព្រោះតែភាពអយុត្តិធម៌និងគំនុំទើបនាងព្យាយាមគោះជញ្ជាំងរាល់យប់ដើម្បីសូមឲ្យអ្នកជួលបន្ទប់ក្រោយៗជួយស្វែងរកការពិតឲ្យនាងទីបំផុតឃាតករជាសង្សារត្រូវបានប៉ូលីសចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់រីឯសាកសពរបស់នាងក្នុងព្រៃនោះក៏ត្រូវបានគេជីកយកមកធ្វើបុណ្យតាមប្រពៃណីចាប់ពីថ្ងៃនោះមកបន្ទប់ចុងជួរនោះក៏លែងមានរឿងរ៉ាវខ្មោចលងតទៅទៀតប៉ុន្តែតារាក៏បានសម្រេចចិត្តរើចេញទៅរស់នៅកន្លែងផ្សេងដើម្បីស្វែងរកភាពស្ងប់ស្ងាត់ក្នុងផ្លូវចិត្តរបស់គេវិញ